សត្វទាំងពីរកំពុងដើរលើផ្លូវដីតូចក្នុងពេលព្រឹកព្រលឹមខ្យល់បក់ស្ទះមកពីវាលផ្កាកណ្តុរនិងគោកំពុងនិយាយគ្នាដោយសំឡេងសប្បាយកណ្តុរដោយកាន់ដំបងតូចនិងសើចអូយម៉ាក់គោថ្ងៃនេះស្រស់ស្រាយណាស់ទេខ្ញុំឃើញព្រះអាទិត្យកំពុងឡើងមកពីលើភ្នំហាក់ដូចជាកំពុងញញឹមមកលើយើងទាំងពីរដែរតើម៉ាក់គោគិតថាថ្ងៃនេះយើងគួរទៅធ្វើអ្វីល្អៗគោសាច់ខ្លាំងខណៈកាន់កន្ត្រកផ្កានិងពាក់មួកចំបាំងហើយហត់កូនកណ្តុរតូចខ្ញុំក៏មានអារម្មណ៍ដូចនេះដែរពេលព្រឹកព្រលឹមបែបនេះខ្ញុំចង់ទៅរើសផ្កាបន្ថែមទៀតរួចយើងទៅអង្គុយក្រោមដើមឈើធំនោះហើយនិយាយរឿងគ្នាតើកូនមានរឿងអ្វីចង់ប្រាប់ខ្ញុំទេដូចជារឿងកាលពីម្សិលមិញដែលកូនជួបកណ្តុរតូចផ្សេងទៀតនៅក្រោមដើមឈើមែនទេកណ្តុររំភើបកាន់ដំបងបំបែងអូមានមែនកាលពីម្សិលមិញខ្ញុំបានជួបកណ្តុរឈ្មោះមីមីវាប្រាប់ខ្ញុំថានៅឯច្រកផ្លូវខាងលើមានសន្តែកក្តីធំៗនិងផ្លែប៊ឺរីឆ្ងាញ់ណាស់តែវាក៏និយាយថាមានសត្វក្អែកមួយក្បាលធំតែងតែមកយកផ្លែឈើទាំងនោះដែរម៉ាក់គោតើយើងគួរទៅមើលជាមួយគ្នាទេខ្ញុំខ្លាចតិចបើទៅម្នាក់ឯងប៉ុន្តែបើមានម៉ាក់គោទៅជាមួយខ្ញុំមានអារម្មណ៍ក្លាហានណាស់គោញញឹមលើកកន្ត្រកផ្កាឡើងបន្តិចហើយកូនក្លាហានណាស់ខ្ញុំយល់ព្រមទៅជាមួយបើមានក្អែកមកខ្ញុំនឹងតែងតែប្រើកន្ត្រកនេះវាយវាឲ្យភ័យខ្លាចឬយ៉ាងហោចណាស់ក៏ខ្ញុំនឹងប្រាប់វាថានេះជាផ្លែឈើរបស់កូនកណ្តុររបស់ខ្ញុំហើយតែមុននឹងទៅយើងគួរអង្គុយសម្រាកសិនហើយញ៉ាំនំប៉័ងតូចៗដែលខ្ញុំនាំមកកូនចង់ឮរឿងអ្វីទៀតរឿងពីកាលនៅតូចដែលខ្ញុំធ្លាប់រត់លេងនៅវាលស្មៅឬរឿងអំពីសត្វស្លាបដែលខ្ញុំឃើញពេលព្រឹកកណ្តុរសាច់លូតលើជើងតូចយល់ព្រមរឿងអំពីសត្វស្លាបទាំងនោះស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់តែមុននឹងនិយាយខ្ញុំចង់សួរម៉ាក់គោមួយសំណួរតើម៉ាក់គោមានមិត្តជាសត្វគោផ្សេងទៀតទេឬខ្ញុំជាមិត្តតូចតាចតែមួយគត់របស់ម៉ាក់គោគោលើកដៃមួយដាក់លើស្មាកណ្តុរដោយទន់ភ្លន់អូកូនកណ្តុរកូនជាមិត្តពិសេសបំផុតរបស់ខ្ញុំតែមួយគត់ដែលខ្ញុំចង់ដើរលេងជាមួយរាល់ព្រឹកសត្វគោផ្សេងទៀតក៏មានប៉ុន្តែគ្មាននរណាធ្វើឲ្យខ្ញុំសើចនិងមានអារម្មណ៍សប្បាយដូចកូនទេដូច្នេះថ្ងៃនេះយើងនឹងបង្កើតរឿងថ្មីជាច្រើនទៀតយល់ទេកណ្តុរយល់ហើយយើងជាមិត្តល្អបំផុតបន្ទាប់មកពួកវាបន្តដើរទៅមុខខណៈសំឡេងសើចនិងរឿងរ៉ាវតូចតាចបន្តលេចឡើងនៅតាមផ្លូវបើចង់ឲ្យពួកវានិយាយបន្តឬបន្តរឿងផ្សេងដូចជារឿងអាក្រក់រឿងកំប្លែងឬរឿងផ្សងព្រេងសូមប្រាប់ខ្ញុំបន្ថែម ADD2 Chat 1.7 បន្ថែមសត្វស្លាបមកចូលរួមសត្វទាំង3កំពុងដើរលើផ្លូវដីតូចក្នុងពេលព្រឹកព្រលឹមកណ្តុរគោនិងសត្វស្លាបជាសត្វស្លាបពណ៌ខៀវតូចមួយឈ្មោះស្លាបខៀវកំពុងនិយាយគ្នាដោយសំឡេងសប្បាយរីករាយកណ្តុរលោតលើជើងតូចកាន់ដំបងម៉ាក់គោមើលទៅសត្វស្លាបមួយក្បាលកំពុងហោះមកលើយើងវាស្អាតណាស់ពណ៌ខៀវដូចមេឃសួស្តីសត្វស្លាបមកចូលរួមជាមួយយើងផងស្លាបខៀវហោះចុះមកឈរលើស្មាគោសំឡេងស្រទន់រីករាយសួស្តីមិត្តភក្តិខ្ញុំឈ្មោះស្លាបខៀវខ្ញុំឃើញពួកអ្នកពីលើមែកឈើហើយស្ដាប់ឮសំឡេងសើចរបស់ពួកអ្នកមើលទៅសប្បាយណាស់តើពួកអ្នកកំពុងនិយាយអំពីអ្វីរឿងផ្លែឈើឬរឿងក្អែកគោសាច់លើកកន្ត្រកផ្កាឡើងបន្តិចហើយស្លាបខៀវមកចូលរួមជាមួយយើងទៅយើងកំពុងនិយាយអំពីការទៅរើសផ្លែសន្តែកក្តីនិងផ្លែប៊ឺរីនៅច្រកផ្លូវខាងលើកូនកណ្តុរខ្លាចក្អែកតែខ្ញុំបានសន្យាថានឹងការពារគេតើអ្នកមានពេលទេ
មកជាមួយយើងហើយហោះជួយមើលពីលើផងបើមានក្អែកមកស្លាប់ខៀវបកស្លាប់សាច់ខ្លាំងអូយរឿងនោះគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំមានពេលទាំងអស់ខ្ញុំអាចហោះឡើងខ្ពស់ហើយប្រាប់ពួកអ្នកពីមុនថាក្អែកមកហើយឬផ្លែឈើឆ្ងាញ់ឆ្ងាញ់នៅខាងនោះតែខ្ញុំក៏មានរឿងថ្មីមួយចង់ប្រាប់ដែរកាលពីព្រឹកមិញខ្ញុំបានឃើញក្រុមសត្វទន្សាយតូចៗកំពុងលេងលាក់ខ្លួននៅក្នុងវាលស្មៅធំពួកវាលេងសប្បាយណាស់តើពួកអ្នកចង់ទៅមើលទេកណ្តុររំភើបកាន់ដំបងបងបែងអូសត្វទន្សាយខ្ញុំចង់ទៅមើលណាស់ប៉ុន្តែយើងត្រូវទៅរើសផ្លែឈើសិនរួចទៅលេងជាមួយពួកវាស្លាប់ខៀវតើអ្នកធ្លាប់ហោះលើភ្នំនោះទេខ្ញុំធ្លាប់សុបិនថាហោះដូចអ្នកប៉ុន្តែ